បើយើងជាមនុស្សម្នាក់ធ្វើការយកប្រាក់ខែតើធ្វើឲ្យគុណភាពជីវិតរបស់យើងល្អប្រសើរបានដោយវិធីណានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីវិធីដែលយើងជាមនុស្សម្នាក់ធ្វើការយកប្រាក់ខែតែជួយឲ្យជីវិតរបស់យើងល្អប្រសើរបានយ៉ាងដូចម្តេចតែមានសំណួរមួយខ្ញុំចង់សួរទៅកាន់បងប្អូនថាប្រសិនបើយើងធ្វើការយកប្រាក់ខែតើធ្វើឲ្យគុណភាពជីវិតរបស់យើងល្អប្រសើរឬធ្វើឲ្យយើងនឹងក្លាយទៅជាអ្នកមានបានឬក៏អត់បើចម្លើយរបស់ខ្ញុំឆ្លើយថាសម្រាប់អ្នកដែលធ្វើការយកតែប្រាក់ខែពិបាកណាស់ដែលនឹងធ្វើឲ្យគុណភាពជីវិតល្អប្រសើរឬធ្វើឲ្យគាត់នឹងក្លាយទៅជាអ្នកមានហើយប្រសិនបើបងប្អូនជាមនុស្សម្នាក់ដែលកំពុងធ្វើការងារយកប្រាក់ខែដែលគុណភាពជីវិតមិនទាន់ល្អប្រសើរចាយមួយខែខ្វះមួយខែការផ្គត់ផ្គង់ចំណូលចំណាយនៅក្នុងគ្រួសារមិនគ្រប់គ្រាន់ខ្ញុំនឹងបង្ហាញបងប្អូនជាចំណុចតែអាចជាច្រើនចំណុចបន្តិចដែលបងប្អូនត្រូវតែធ្វើប្រសិនបើបងប្អូនធ្វើគ្រប់ទាំងចំណុចដែលខ្ញុំបានបង្ហាញគុណភាពជីវិតរបស់បងប្អូនក៏កាន់តែល្អប្រសើរចំណុចទី1ត្រូវតែមានគោលដៅជាមុនសិនមិនថាយើងជាអ្នកណាក៏ដោយយើងធ្វើការបែបណាក៏ដោយយើងក៏ត្រូវតែមានគោលដៅដូចជាបើសិនជាយើងធ្វើការងារយកប្រាក់ខែយើងក៏ត្រូវមានគោលដៅថាយើងនឹងចូលនិវត្តន៍នៅក្នុងឆ្នាំណាខែណាឬក៏ចូលនិវត្តន៍នៅពេលណាព្រោះហេតុអ្វីបានជាយើងត្រូវតែមានគោលដៅនៅក្នុងការចូលនិវត្តន៍ព្រោះអ្នកដែលធ្វើការយកប្រាក់ខែជាទូទៅពិបាកនៅក្នុងការចូលនិវត្តន៍ហើយមានអ្នកខ្លះគឺមិនអាចចូលនិវត្តន៍បានទៅទៀតដោយសារមូលហេតុអ្វីព្រោះប្រាក់ចំណូលគឺយើងមិនអាចដំឡើងឬក៏បន្ថយដោយខ្លួនឯងបានប្រាក់ចំណូលនេះគឺមានថៅកែកំណត់ឲ្យយើងតែសំណួរសួរថាតើប្រាក់ចំណូលដែលយើងទទួលបានមានសុវត្ថិភាពទេពិតជាមានសុវត្ថិភាពជាងអ្នកដែលចេញរកស៊ីទៅទៀតក៏ថាបាននេះជាមូលហេតុសំខាន់ដែលយើងត្រូវតែមានការតាំងគោលដៅថាតើនៅពេលដែលយើងចូលនិវត្តន៍យើងត្រូវសល់លុយប៉ុន្មានតែដោយកិច្ចការងារដែលយើងកំពុងតែធ្វើរាល់ថ្ងៃនេះយើងគណនាទៅហើយថាដល់ឆ្នាំដែលយើងចូលនិវត្តន៍វាមិនអាចមានលុយជាដុំកំភួនដើម្បីយកទៅចាយនៅក្នុងការប្រើប្រាស់ជីវិតចុងក្រោយបានគ្រប់គ្រាន់យើងក៏មកមើលថាតើយើងគួរតែមានអាជីពឬក៏មុខរបរបន្ថែមទេព្រោះពេលខ្លះប្រភពចំណូលរបស់យើងតែមួយប្រភពវាមិនអាចជួយឲ្យគុណភាពជីវិតរបស់យើងល្អប្រសើរបានយើងអាចជាមានអាជីពទី2អាជីពទី3ឬក៏អាជីពទី4ដែលអាចជួយបង្កើតនៅប្រភពចំណូលមួយប្រភពតិចតួចក៏ដោយតែធ្វើឲ្យយើងបានចំណូលជារៀងរាល់ថ្ងៃឬជារៀងរាល់ខែដូចពេលបច្ចុប្បន្នសម្រាប់កាលដែលយើងមានអាជីពច្រើនអាជីពវាពិតជារឿងធម្មតាបើភាសាអង់គ្លេសគេនិយាយថា gig economy គឺបានន័យថាមនុស្សម្នាក់ត្រូវតែមានច្រើនអាជីពនៅក្នុងពេលតែមួយនៅត្រង់ចំណុចនេះខ្ញុំមានសំណួរមួយចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាថាប្រសិនបើបងប្អូនមានអាជីពទី2ហើយអាជីពទី2របស់បងប្អូននឹងអាចរកចំណូលជាងប្រាក់ខែដែលបងប្អូនធ្វើតើបងប្អូនចង់លាឈប់ពីការងារឬក៏អត់ហើយបងប្អូនអាចតបនៅក្នុងចិត្តរបស់ខ្លួនឯងបានតែសុំកុំកុហកខ្លួនឯងប្រសិនបើបងប្អូនមានអាជីពទី2ដូចជាអាជីពលក់អនឡាញ freelance ហើយអាជីពទាំងនោះមានចំណូលច្រើនជាងប្រាក់ខែដោយរាល់ថ្ងៃនេះតើបងប្អូនឈប់ពីការងាររបស់បងប្អូនឬក៏អត់ឬបងប្អូននៅចង់តែធ្វើការងារយកប្រាក់ខែដដែលឬយ៉ាងណាអញ្ចឹងបើសិនជាបងប្អូនតបចម្លើយប្រាប់ខ្ញុំថាប្រសិនបើអាជីពទី2អាចរកចំណូលបានជាងប្រាក់ខែប្រចាំគឺបងប្អូននឹងដាក់ពាក្យលាឈប់ពីការងារយកប្រាក់ខែនោះដូច្នេះហើយគឺបានន័យថាបងប្អូនមិនចូលចិត្តធ្វើការយកប្រាក់ខែស្រាប់ហើយមែនអត់នៅត្រង់ចំណុចនេះគឺខ្ញុំមិនមែនបានន័យថាការធ្វើការងារយកប្រាក់ខែហ្នឹងគឺជារឿងមិនល្អមុននឹងខ្ញុំមកដល់ត្រង់ចំណុចនេះក៏ខ្ញុំឆ្លងកាត់ការធ្វើការងារយកប្រាក់ខែពីមុនមកដូចគ្នាគ្រាន់តែថាខ្ញុំមានផែនការនៅក្នុងជីវិតមានគោលដៅនៅក្នុងជីវិតធ្វើឲ្យខ្ញុំនឹងឈប់ពីធ្វើការយកប្រាក់ខែមកចេញរកស៊ីដោយខ្លួនឯងហើយក៏មានអ្នកមានជាច្រើនអ្នកឬក៏មហាសេដ្ឋីជាច្រើនអ្នកដែលនៅលើโลกនេះក៏ឆ្លងកាត់ការធ្វើការងារយកប្រាក់ខែគ្រាន់តែថាពួកគាត់មិនបន្តធ្វើការយកប្រាក់ខែដោយប្រើពេលយូរពេកប្រសិនបើថ្ងៃនេះបងប្អូនគិតថាបងប្អូនចង់មានសុវត្ថិភាពនៅក្នុងការរស់នៅបងប្អូនចង់មានចំណូលដែលមានសុវត្ថិភាពនិងមិនចង់បានអ្វីលើសពីបច្ចុប្បន្នដែលបងប្អូនមាននេះគឺបងប្អូនអាចធ្វើការងារយកប្រាក់ខែគឺស័ក្តិសមសម្រាប់បងប្អូនបំផុតហើយតែប្រសិនបើបងប្អូនមានគោលដៅចង់មានគុណភាពជីវិតដែលល្អជាងនេះកាលដែលខ្ញុំនិយាយពាក្យថាគុណភាពជីវិតដែលល្អជាងនេះគឺបានន័យថាយើងអាចក្លាយទៅជាអ្នកដែលមានជីវភាពលើសពីមធ្យមអញ្ចឹងបានន័យថាការដែលធ្វើការយកប្រាក់ខែគឺមិនស័ក្តិសមសម្រាប់អ្នកណាដែលមានគោលដៅចង់មានគុណភាពជីវិតដែលល្អប្រសើរជាងនេះ
ទាំងពីរចំណុចដែលខ្ញុំនិយាយអំបញ្ញមិញមិនថាការធ្វើការងារយកប្រាក់ខែឬក៏ចេញមកសាងជីវិតដោយខ្លួនឯងទាំងពីរនេះគឺយើងជ្រើសយកមួយណាក៏ត្រូវដូចគ្នាតែសំខាន់គឺអាស្រ័យលើថាតើគោលដៅរបស់យើងចង់បានបែបណាតែដោយសារនៅក្នុងវីដេអូនេះគឺខ្ញុំចង់លើកយកតាក់ទងជាមួយនឹងធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យគុណភាពជីវិតរបស់យើងនឹងល្អប្រសើរអញ្ចឹងយើងត្រូវយល់ថាកាលដែលយើងមានប្រាក់ចំណូលតែមួយប្រភពវាអាចជាលែងសុវត្ថិភាពដល់យើងតទៅទៀតហើយដោយពេលបច្ចុប្បន្ននេះគឺយើងធ្វើការយកប្រាក់ខែបងប្អូនគិតថាវាមានសុវត្ថិភាពតែពេលខ្លះក្រុមហ៊ុនក៏មានការបញ្ឈប់បុគ្គលិកទាំងដែលយើងមិនទាន់ដឹងខ្លួនក៏មានដែរហើយបងប្អូនក៏ដឹងព័ត៌មានជាច្រើនទាក់ទងនឹងការបញ្ឈប់បុគ្គលិកជាមួយនឹងបច្ចេកវិទ្យាដែលរីកចម្រើនលឿនបានមកជំនួសនៅការងាររបស់មនុស្សក៏ធ្វើឲ្យក្រុមហ៊ុនជាច្រើនបានបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ហើយពេលខ្លះយើងអាចជាមនុស្សម្នាក់នៅក្នុងនឹងក៏ថាបានដូច្នេះហើយកាលដែលយើងមានប្រាក់ចំណូលប្រភពទី2ប្រភពទី3ខ្ញុំក៏គិតថាវាល្អប្រសិនបើមានប្រភពចំណូលទី1វាបាត់បង់ទៅយើងអាចមានប្រភពចំណូលទី2ឬក៏ទី3វាក៏មិនប៉ះទង្គិចទៅដល់ការរស់នៅហើយនឹងគ្រួសាររបស់យើងចំណុចទី2គឺពិតជាសំខាន់ខ្លាំងណាស់នៅពេលដែលយើងបានប្រាក់ខែមកថាតើយើងយកទៅចាយលើអីខ្លះមានអ្នកខ្លះអាចជាចាយទៅលើផ្ទះចាយទៅលើម៉ូតូចាយទៅលើទូរស័ព្ទដៃឬក៏ចាយទៅលើគ្រប់បែបយ៉ាងដែលมันអាចបង្កើតនៅចំណូលត្រឡប់មកវិញនៅត្រង់ចំណុចនេះខ្ញុំចង់ប្រាប់បងប្អូនថានៅពេលដែលបងប្អូនបានប្រាក់ខែមកបងប្អូនត្រូវតែធ្វើរឿងនេះឲ្យបានមុនបើសិនជាបងប្អូនមិនអាចធ្វើរឿងនេះបានទេគុណភាពជីវិតរបស់បងប្អូនក៏មិនអាចល្អប្រសើរបានដែរគឺបងប្អូនត្រូវតែយកលុយនឹងទៅវិនិយោគមុនបានន័យថា pay yourself first គឺយើងត្រូវតែយកលុយយកមកចាយឲ្យខ្លួនឯងជាមុនសិនព្រោះអីមានប្រយោគមួយតាក់ទងជាមួយនឹងលុយបើសិនជាយើងរងចាំគឺស្មើនឹងមិនសល់មានអ្នកណាដែលមានអាការៈបែបនេះខ្លះអាច share នៅក្រោមវីដេអូនេះបានបងប្អូនអាចជាតបខ្ញុំថាគ្រាន់តែលុយចាយជារៀងរាល់ថ្ងៃនឹងចាយស្ទើរតែមិនគ្រប់ផងហ្នឹងបានលុយមកពីណាយកទៅវិនិយោគតែបងប្អូនត្រូវគិតបែបនេះថាបងប្អូនត្រូវតែដក 10% 20% ហាក់បីដូចជាលុយដែលជាប់ជាមួយនឹងចំណងអ្វីមួយយ៉ាងដែលយើងមិនអាចដកលុយ10ទៅ 20% នោះយកមកចាយបានជាដាច់ខាតឬឲ្យយើងគិតបែបនេះថាវាអាចជាប៉ុន 20% ដែលយើងត្រូវតែចាយចេញទៅដោយយើងមិនអាចយកមកចាយបានបងប្អូនសាកធ្វើវិធីបែបនេះមើលរួចបងប្អូនទៅគ្រប់គ្រងលុយដែលនៅសល់ទាំងប៉ុន្មានហ្នឹងដើម្បីឲ្យយើងអាចចាត់ការនៅការចំណាយប្រចាំថ្ងៃនិងប្រចាំខែបានមួយបែបទៀតយើងអាចជាបន្ថែមនៅចំណូលហើយយើងក៏គិតខ្លួនឯងថាអូយើងរវល់ធ្វើការងារជារៀងរាល់ថ្ងៃមិនដឹងថាថែមចំណូលដោយវិធីណាព្រោះអ្នកដែលកំណត់រឿងចំណូលដោយរាល់ថ្ងៃនេះគឺជាមេដែលមិនមែនជាខ្ញុំមេមិនអាចបន្ថែមចំណូលឲ្យបងប្អូនបានតែរឿងដែលបងប្អូនអាចបន្ថែមបាននោះគឺសមត្ថភាពរបស់ខ្លួនឯងឲ្យបងប្អូនសង្កេតមើលថាអ្នកដែលអាចរកចំណូលបានច្រើនគឺពួកគាត់មានចំណុចពិសេសមួយយ៉ាងនោះគឺសមត្ថភាពរបស់គាត់ដែលពួកគាត់ទាំងអស់នោះគឺមានជំនាញច្បាស់លាស់ជាប្រភេទជំនាញដែលរកពិបាកដូចជាជំនាញតិចនិចជាដើមហើយបើក្នុងសមត្ថភាពរបស់យើងមានជំនាញពិសេសនោះយើងយកទៅប្រើនៅក្នុងក្រុមហ៊ុនធ្វើឲ្យក្រុមហ៊ុនកើននៅចំណូលយើងក៏អាចបង្កើននៅចំណូលចូលខ្លួនឯងបានដែរបន្ទាប់មកទៀតគឺការគ្រប់គ្រងនៅការចំណាយអានេះគឺវាស្មើនឹងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងយើងត្រូវតែមានការកាត់បន្ថយនៅការចំណាយចេញទៅឲ្យអស់ហើយការកាត់ចំណាយនឹងកាត់យ៉ាងម៉េចបងប្អូនអាចជាចុច stop វីដេអូមួយនេះរួចបងប្អូនមើលជុំវិញខ្លួនរបស់បងប្អូនតើមានអ្វីខ្លះដែលវាគ្មានភាពចាំបាច់បងប្អូនអាចជាទៅបើកទូសម្លៀកបំពាក់ពេលខ្លះយើងអាចជាមើលឃើញថាតើសម្លៀកបំពាក់មួយនេះទិញមកដោយវិធីណាទាំងដែលយើងទិញមកហើយយើងក៏មិនដែលពាក់វាឬក៏ពេលខ្លះយើងពាក់វាតែម្ដងគត់ប៉ុណ្ណោះហើយមួយទៀតដូចជាស្បែកជើងមើលមកមើលទៅអីមិនក៏ស្បែកជើងមកគូននេះមានមកដោយវិធីណាមានពណ៌នេះដែរឬបើសិនជាយើងគិតត្រឡប់ថយក្រោយយើងមិនចាំបាច់ទិញរួចយើងសាកគិតមើលបើសិនជាយើងរួបរวมចំនួនលុយដែលទិញនៅសម្ភារៈផ្សេងទាំងដែលយើងនឹងមិនបានប្រើវាថាតើរួមទៅហើយយើងអាចជាសល់ប្រហែលជាប្រមាណ10000រៀលពេលខ្លះយើងអាចរួមទៅហើយវាអាចជាដល់សែនឬក៏ដល់លានទៀតក៏មានដែរតែប្រសិនបើបងប្អូនយកលុយនឹងទៅទិញមាសអាចជាមាសកើនឡើងប៉ុណ្ណឹងបងប្អូនអាចជាចំណេញច្រើនក៏ថាបានដែរនេះគឺជាវិធីនៅក្នុងការសម្រេចចិត្តយ៉ាងសំខាន់ដែលបងប្អូនមុននឹងទិញអ្វីមួយយ៉ាងខ្ញុំឧទាហរណ៍ថានៅពេលដែលបងប្អូនចង់បានរបស់មួយរួចបងប្អូនទៅទិញបងប្អូនក៏អាចសួរសំណួរថាតើរបស់នេះចាំបាច់ទេបើសិនជាចម្លើយនៅតែចាំបាច់អាចសួរម្ដងទៀតថាវាពិតជាចាំបាច់ទេបើវាចាំបាច់ពិតប្រាកដមែនបងប្អូនសុំទិញវាតែបើសិនជាសួរ2 3ដងហើយមើលទៅវាមិនសូវចាំបាច់ក៏មិនចាំបាច់ទិញវាបងប្អូនត្រូវតែប្រើនៅការបដិសេធយ៉ាងដាច់ខាតជាមួយនឹងការសម្រេចចិត្តប្រើប្រាស់លុយរបស់បងប្អូន
បើយើងគ្មានរបស់នេះតើយើងបន្តជីវិតរស់នៅបានឬក៏អត់ប្រសិនបើវាធ្វើឲ្យយើងបាត់បង់ការងារដាច់ទឹកដាច់ភ្លើងអានេះបានហៅថាវាពិតជាមានភាពចាំបាច់តែប្រសិនបើវានៅតែដំណើរការបានដដែលផ្ទះក៏យើងមានរស់នៅម្ហូបអាហារក៏យើងមានញ៉ាំការងារក៏នៅតែមានធ្វើម៉ូតូក៏យើងអាចជិះបានគ្រប់យ៉ាងគឺវានៅតែដដែលអញ្ចឹងបានន័យថារបស់នោះគឺវាមិនសូវមានភាពចាំបាច់សម្រាប់ជីវិតយើងទេមួយបែបទៀតដែលយើងធ្វើការងារយកប្រាក់ខែតែធ្វើឲ្យយើងនឹងគ្មានសេរីភាពហិរញ្ញវត្ថុទាល់តែសោះហើយក៏មិនអាចជួយឲ្យគុណភាពជីវិតរបស់យើងល្អប្រសើរបានបងប្អូនមានដឹងទេថានោះគឺជាអីគេគឺមនុស្សដែលមាន lifestyle ជីវិតលើសពីប្រាក់ខែខ្ញុំឧទាហរណ៍ថាពីមុនប្រាក់ខែតិចអញ្ចឹងការប្រើប្រាស់ជីវិតហ្នឹងគឺទៅតាមប្រាក់ខែដែលតិចដែរហើយនៅពេលដែលប្រាក់ខែកាន់តែឡើងខ្ពស់ lifestyle ឬក៏ការប្រើប្រាស់ជីវិតហ្នឹងកាន់តែ high so ទៅក្នុងមួយជីវិតគឺស្ទើរតែគ្មានលុយសន្សំមានអ្នកខ្លះអាចជាចូលញ៉ាំកាហ្វេហ្នឹងមួយកែវ3រៀលអីជាដើមព្រោះចង់ធ្វើឲ្យគេមើលឃើញថាយើងហ្នឹងគឺជាមនុស្សម្នាក់ដែលមានជីវិត lifestyle ហ្នឹងលុយដោយពេលបច្ចុប្បន្នគេហៅថា social pressure គឺបានន័យថាមានសម្ពាធពីខាងសង្គមមានមនុស្សមួយក្រុមដែលរឹងមាំជាងសង្គមហើយក៏មានមនុស្សមួយក្រុមទៀតដែលទន់ខ្សោយជាងសង្គមតែប្រសិនបើយើងជាមនុស្សម្នាក់ដែលសង្គមនឹងមើលទៅវារឹងមាំជាងយើងនឹងអាចជាកថាយើងទាល់តែមាននាឡិកាប្រភេទនេះទាល់តែកបោបនេះអាចទៅជួបមិត្តភ័ក្តិបានពេលខ្លះយើងក៏ឃើញមិត្តភ័ក្តិថាមិត្តភ័ក្តិអាចជាមានការងារដូចយើងតែគេអាចជាមានឡានបើកគេអាចជាមាននាឡិកាល្អមានទូរស័ព្ទដៃល្អមានកបោបល្អហើយក៏ធ្វើឲ្យយើងនឹងចាប់ផ្ដើមមានអារម្មណ៍ថាចង់បានដូចគេដែរព្រោះមានអារម្មណ៍មួយគិតថាយើងត្រូវតែចូលក្រុមគេឲ្យចុះតែបើសម្រាប់ខ្ញុំគឺខ្ញុំគិតថាវាមិនចាំបាច់ទាល់តែសោះព្រោះជីវិតរបស់យើងត្រូវមើលឲ្យឆ្ងាយថ្ងៃនេះយើងមើលឃើញគាត់អាចជាលយអាចជាសង្ហាអាចជាហៃសូតែអនាគតទៅវាអាចជាមិនដូចពេលបច្ចុប្បន្នក៏ថាបានដែរឬអាចជាដល់អាយុ60អាចជាលំបាកជាងអ្នកក៏ថាបានដែរតែវាបែរជាធ្វើឲ្យយើងនឹងមានគុណភាពជីវិតល្អប្រសើរទាំងដែលយើងកំពុងតែធ្វើការហើយនឹងយើងចូលនិវត្តន៍រឿងដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការប្រើប្រាស់ជីវិតឬក៏ lifestyle របស់ពួកយើងអាចជារៀបចំជីវិតយើងឲ្យសមល្មមបានយើងត្រូវតែធ្វើខ្លួនកុំលើសពីភាពចាំបាច់យើងអាចជាកាត់ចំណុចណាដែលវាមិនចាំបាច់ឬមិនសូវចាំបាច់ចេញពីជីវិតរបស់យើងតែដូចជាការផ្ដល់លុយទៅកាន់ឪពុកម្ដាយរឿងនេះគឺយើងត្រូវតែផ្ដល់ឲ្យគាត់ចំណាយទៅលើការសិក្សារបស់កូនចំណាយទៅលើទឹកភ្លើងអានេះគឺជារឿងចាំបាច់ដែលយើងត្រូវទៅចាយពេលខ្លះវាលើសនៅភាពចាំបាច់របស់យើងខ្ញុំឧទាហរណ៍ដូចជា iPhone 12 Plus ចុះ iPhone 12 Plus យើងក៏អាចថតរូបស្អាតយើងក៏អាចលេង social media បានយើងធ្វើអ្វីបានគ្រប់យ៉ាងដូច iPhone ដទៃដែរតែនៅពេលដែលមាន iPhone 17 Plus មកក៏ធ្វើឲ្យយើងនឹងចង់បាន iPhone 17 ទៀតពេលខ្លះគឺអាចជាទៅបងរំលោះដើម្បីឲ្យបាន iPhone 17 នឹងយកមកទៅទៀតសំណួរសួរថាតើវាចាំបាច់ទេនៅក្នុងជីវិតរបស់យើងបងប្អូនសួរខ្លួនឯងថាវាចាំបាច់ទេសម្រាប់ខ្លួនឯងឬក៏បងប្អូនកំពុងតែទិញនៅផលិតផលនឹងយកទៅអួតអ្នកដទៃមែនឬក៏អត់ព្យាយាមឲ្យអ្នកដទៃមើលថាខ្លួនឯងនឹងល្អខ្លួនឯងនឹងលយបើសម្រាប់ខ្ញុំនេះគឺបើសិនជាបងប្អូនធ្វើបែបនឹងពិតមែនគឺវាពិតជាមិនល្អទាស់តែសោះយើងអាចជាមកសួរសំណួរថាតើគ្រួសាររបស់យើងរស់នៅសុខស្រួលហើយឬនៅកូនយើងរៀនសាលាល្អហើយឬនៅឪពុកម្ដាយរបស់យើងគឺគាត់មានគុណភាពជីវិតល្អប្រសើរហើយឬនៅគាត់មានហូបចុកគ្រប់គ្រាន់ឬក៏អត់តែប្រសិនបើបងប្អូនចង់ឲ្យគុណភាពជីវិតរបស់ខ្លួនឯងកាន់តែល្អប្រសើរបងប្អូនអាចជាចេញពី comfort zone ដើម្បីពង្រីកនៅចំណូលរបស់ខ្លួនឯងដើម្បីឲ្យយើងមានចំណូលច្រើនប្រភពឬក៏ចំណូលឲ្យបានកាន់តែច្រើនជាងមុនប្រសិនបើថ្ងៃនេះបងប្អូនគិតថាការងារប្រចាំដែលបងប្អូនកំពុងធ្វើដែលជាការងារយកប្រាក់ខែធ្វើឲ្យគុណភាពជីវិតបងប្អូនល្អប្រសើរធ្វើឲ្យបងប្អូនមានស្ថិរភាពនៅក្នុងជីវិតបងប្អូនអាចជាជ្រើសរើសធ្វើការងារដែលបងប្អូនកំពុងធ្វើរាល់ថ្ងៃនេះគឺវាល្អសម្រាប់បងប្អូនហើយតែប្រសិនបើបងប្អូនមកគណនាថាគោលដៅរបស់ខ្លួនឯងនឹងត្រូវតែមានគុណភាពល្អប្រសើរជាងនេះដែលប្រាក់ខែរបស់ខ្លួនឯងគឺมันអាចធ្វើឲ្យបងប្អូនទៅដល់គោលដៅនោះបានបងប្អូនក៏ត្រូវតែមានវិធីនៅក្នុងការធ្វើឲ្យខ្លួនឯងមានប្រាក់ចំណូលប្រភពទី2ប្រភពទី3ឬក៏អាចជាធ្វើលើសពីមួយយ៉ាងដើម្បីធ្វើឲ្យយើងមានស្ថិរភាពពិតប្រាកដហើយខ្ញុំគិតថាសម្រាប់ EP នេះវាពិតជាមានគុណតម្លៃសម្រាប់សង្គមរបស់យើងដូចពេលបច្ចុប្បន្ននេះគ្រាន់តែជាការគិតមួយជ្រុងរបស់ខ្ញុំប្រសិនបើបងប្អូនមានការគិតបែបណារបស់បងប្អូនអាចជួយ comment នៅក្រោមវីដេអូនេះបានប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយចុច subscribe ហើយនឹងចុចកណ្ដឹងយើងទៅជួបគ្នានៅក្នុង EP បន្តទៀត